គ្រប់បុត្រជនដែលមិនបានស្ដាប់នៅព្រះធម៌របស់ព្រះអរិយៈមិនត្រឹមតែប្រកាន់មមក្នុងនាមរូបនេះប៉ុណ្ណោះទេថែមទាំងមានសេចក្តីវង្វេងភ្លេចភ្លាំងស្មារតីដោយហេតុច្រើនយ៉ាងគឺវង្វេងព្រោះទ្រព្យសម្បត្តិទ្រព្យធ្វើឲ្យមនុស្សលោកដាច់សិលទាំងស្រស់រហូតធ្វើឲ្យមានការលើកកម្ពស់ខ្លួនឯងហើយមើងងាយមើលថោកដល់អ្នកក្រកសត់និងអ្នកក្រទ្រព្យសម្បត្តិវង្វេងព្រោះយុស័កធ្វើឲ្យមនុស្សខ្លះមានអ្នកកាន់តែខ្លាំងឡើងអាចធ្វើឲ្យលែងគោរពអរលំទោនចំពោះមេដាបិតាចាស់ព្រឹទ្ធាចារ្យនិងអ្នកដែលចម្រើនដោយគុណមានសិលគុណជាដើមវង្វេងព្រោះចំណេះដឹងការមានចំណេះដឹងមិនមែនជារឿងអាក្រក់នោះទេតែបើយកទៅប្រើប្រាស់មិនបានល្អវាក៏អាចសម្លាប់ម្ចាស់របស់វាបានដែរដូចជាអ្នកដែលបានសិក្សាវិជ្ជាផ្លូវលោកកំពុងមួយចំនួនតែមានការប៉ាន់ស្មានគុណភាពរបស់ព្រះពុទ្ធសាសនាតាមរយៈពុទ្ធសាសនិកដែលមានកម្រិតវប្បធម៌ទាបហើយក៏គិតថាក្នុងព្រះពុទ្ធសាសនាមិនមានអ្វីពិសេសធំជាងចំណេះដែលខ្លួនមានឡើយគំនិតបែបនេះធ្វើឲ្យបុគ្គលទាំងនេះកាន់តែឃ្លាតឆ្ងាយពីធម៌របស់ព្រះសម្មាសម្ពុទ្ធវង្វេងព្រោះរូបសម្បត្តិព្រោះតែរូបសម្បត្តិល្អធ្វើឲ្យមនុស្សមានការរើសអើងដល់អ្នកដែលមានរូបសម្បត្តិមិនល្អព្រោះមនុស្សចូលចិត្តមើលតែសម្បកខាងក្រៅតែបើគេពិនិត្យទៅដល់ផ្នែកខាងក្នុងនៃរូបរាងកាយគេនឹងឃើញច្បាស់ថាគ្រប់មនុស្សទាំងអស់សុទ្ធតែស្ពាយថងមូតថងលិមួកត្រាច់ទៅដូចគ្នាវង្វេងព្រោះគ្នាព្រោះតែបពុះធ្វើឲ្យមនុស្សមានការប្រមាថមិនព្រមប្រព្រឹត្តព្រហ្មចរិយធម៌មានទានសិលជាដើមក្នុងគំនិតរបស់ពួកគេហាក់បីដូចជាគិតថាពេលធ្វើដំណើរទៅកាន់បរលោកបពុះនឹងគ្នាទាំងអស់នោះទៅទទួលរងទុក្ខជំនួសអីចឹងឯងសរុបសេចក្តីគឺថាសត្វលោកនេះតែងតែមានការពឹងផ្អែកទៅលើអ្វីដែលខ្លួនមានហើយបើមានសេចក្តីប្រៀបធៀបនឹងអ្នកដទៃបើឃើញថាខ្លួនមានអ្វីពិសេសជាងគេក៏ត្រេកអរនឹងចូលបានចិត្តហើយបើឃើញថាខ្លួនអន់ជាងអ្នកដទៃក៏មានសេចក្តីខកចិត្តនិងរំខានផ្លូវចិត្តតាមពិតសត្វលោកទាំងអស់ទាំងសត្វនៅក្នុងអបាយភូមិនិងសត្វនៅក្នុងសុគតិភូមិទាំងអ្នកមាននិងអ្នកក្រទាំងបុគ្គលពាលនិងបុគ្គលជាបណ្ឌិតតែងមានសេចក្តីសុខនិងសេចក្តីទុក្ខច្រើនឬតិចមិនស្មើគ្នាតែមានភាពស្មើគ្នាក្នុងលក្ខណៈពីរយ៉ាងគឺមានការកើតជាខាងដើមនិងមានការស្លាប់ទៅវិញខាងចុងនេះគឺជាគុណតុល្យភាពនៃជីវិតរឿងរបស់ជីវិតនេះមិនខុសអំពីរឿងរបស់គុណល្ខោនដែលគេលេងនៅតាមរោងឡើយមុននឹងឡើងទៅសម្ដែងសុទ្ធតែជារាសសាមញ្ញដូចគ្នាទាំងអស់មិនអាចខ្លាយជាស្ដេចជាអាមាត្យជាលោកសេដ្ឋីមែនទែនដូចហេតុត្រឹមតែជាការឡើងលើឆាកហើយស្រែកប្រកាសនាមនោះទេនៅពេលដែលរឿងល្ខោនចប់ភាពដើមយ៉ាងណាគឺនឹងคล้ายទៅជាយ៉ាងនោះវិញតដែរបើអ្នកដើរតួធ្វើជាសេដ្ឋីក្នុងរឿងល្ខោនប្រកាន់ថាខ្លួនឯងជាលោកសេដ្ឋីមែនទែនខួរក្បាលរបស់អ្នកនោះពិតជាមានបញ្ហាតែបើដឹងខ្លួនថាតំណែងសេដ្ឋីនេះគ្រាន់តែជាបញ្ញត្តិក្នុងរឿងល្ខោនមិនមែនជារឿងពិតដូច្នេះអ្នកនោះយ៉ាងណាមិញសត្វលោកយើងគ្រប់ឋានៈទាំងអស់ទីបំផុតត្រូវចាកចេញពីឆាកល្ខោនជីវិតនេះដូចគ្នាដោយបាត់ដៃទទេដោយពុំមានអ្វី
សូមបីតែតិចតួចអំពីបច្ចុប្បន្នភាពនេះឡើយកាលបើពិចារណាឃើញយ៉ាងនេះហើយពួកគួរឬដែលខឹងប្រកាន់ថាខ្លួនឯងគ្រាន់បើជាងអ្នកដទៃរហូតដល់មានការមើលងាយអ្នកដទៃដោយប្រការផ្សេងទាំងដែលខ្លួនឯងកំពុងតែប្រឈមមុខនឹងមច្ចរាជដដែលនោះ